មាត្រា9មានជនជាតិអឺរ៉ុបឥណ្ឌាអារ៉ាប់និងចិនជាច្រើនដែលចូលទៅក្រុងកំពតឬឧដុង្គមានជ័យដើម្បីធ្វើជំនួញឬផ្សាយសាសនាជនបរទេសទាំងនោះនឹងត្រូវអនុញ្ញាតឲ្យស្នាក់នៅនិងធ្វើដំណើរទៅទីកន្លែងណាដែលអាជ្ញាធរកម្ពុជាអាចធានាសុវត្ថិភាពឲ្យពួកគេបានពួកគេនឹងត្រូវអនុញ្ញាតឲ្យទិញឬជួលដីសម្រាប់ស្នាក់អាស្រ័យនៅឬសម្រាប់ធ្វើជំនួញនៅកម្ពុជានៅទីកន្លែងណាក៏បានតាមដែលអាជ្ញាធរកម្ពុជាគិតថាសមរម្យហើយស្ថិតក្នុងក្របខ័ណ្ឌមួយដែលបានចែងក្នុងសន្ធិសញ្ញារវាងប្រទេសសៀមនិងជាតិបរទេសទាំងនោះប្រសិនបើជនជាតិបរទេសទាំងនោះមានទំនាស់ឬមានការប្តឹងផ្តល់ចំពោះជនជាតិកម្ពុជាអាជ្ញាធរកម្ពុជានឹងស្រាវជ្រាវហើយដោះស្រាយរឿងរ៉ាវទាំងនោះដោយយុត្តិធម៌ប្រសិនបើជនបរទេសទាំងនោះមិនព្រមគោរពតាមការសម្រេចចិត្តឬក៏មានជនបរទេសណាប្រព្រឹត្តអំពើខុសឆ្គងនឹងច្បាប់កម្ពុជាអាជ្ញាធរកម្ពុជានឹងមិនផ្តន្ទាទោសគេតាមច្បាប់របស់កម្ពុជាទេប៉ុន្តែត្រូវបញ្ជូនដំណឹងនោះទៅទីក្រុងបាងកកដោយបញ្ជាក់ច្បាស់ពីឈ្មោះនិងជាតិសាសន៍របស់ជនល្មើសនោះផងរដ្ឋមន្ត្រីសៀមនឹងធ្វើទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលនៃប្រទេសរបស់ជនល្មើសនោះហើយខិតខំដោះស្រាយរឿងរ៉ាវទាំងនោះប្រសិនបើជនបរទេសទាំងនោះប្តឹងតវ៉ាទៅស្ថានកុងស៊ុលរបស់គេនៅក្រុងបាងកកហើយតវ៉ាដល់អាជ្ញាធរសៀមចំពោះការគៀបសង្កត់ពីសំណាក់កម្ពុជាឬទាមទារឲ្យអាជ្ញាធរសៀមរកយុត្តិធម៌ឲ្យក្រោយដែលរដ្ឋាភិបាលសៀមត្រូវបានផ្ដល់ដំណឹងនេះហើយនឹងបញ្ជូនព្រះរាជសារតាមបេសកជនពិសេសដើម្បីទៅធ្វើការស៊ើបអង្កេតរកការពិតលើករណីប្តឹងផ្ដល់នោះអាជ្ញាធរកម្ពុជានឹងឆ្លើយតបដោយមិនដំអែដំអង់ឡើយហើយនឹងផ្ដល់នូវសេចក្តីរាយការណ៍ទៀងត្រង់មួយហើយនឹងមិនបង្កឧបសគ្គដល់បេសកជនរបស់ព្រះរាជាសៀមឡើយក្នុងការស៊ើបអង្កេតនោះកម្ពុជាអាចបញ្ជូនមន្ត្រីរបស់ខ្លួនទៅក្រុងបាងកកដើម្បីឡើងការពារនៅចំពោះមុខអ្នកដាមចោតនៅពេលដែលរដ្ឋាភិបាលសៀមនិងស្ថានកុងស៊ុលនៃភាគីដាមចោតបានធ្វើការសម្រេចទៅលើរឿងក្តីក្តាំងនោះរួចហើយអាជ្ញាធរកម្ពុជានឹងត្រូវគោរពតាមដែរហើយនឹងត្រូវប្រកាន់ឥរិយាបថយ៉ាងណាកុំឲ្យចំណងមិត្តភាពរវាងប្រទេសសៀមនិងជាតិដែលកម្ពុជាមានទំនាស់ជាមួយនោះអាចចុះថមថយបានព្រោះជាតិទាំងនោះបានចុះសន្ធិសញ្ញាមិត្តភាពជាមួយនឹងប្រទេសសៀមមាត្រា10តាក់ទងទៅនឹងសួយសារអាករដែលកម្ពុជាមានទម្លាប់ផ្ញើថ្វាយព្រះមហាក្សត្រសៀមក្នុងករណីដែលមានឧបសគ្គណាមួយដូចជាមានសង្គ្រាមឬព្រឹត្តិការណ៍អ្វីផ្សេងទៀតដែលរារាំងកម្ពុជាមិនឲ្យបញ្ជូនសួយសារអាករដល់ប្រទេសសៀមបានក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំកម្ពុជាត្រូវធ្វើលិខិតស្នើសុំពន្យាពេលមួយទៅប្រទេសសៀមរហូតដល់កម្ពុជាអាចមានឱកាសបញ្ជូនសួយសារអាករឡើងវិញបានរដ្ឋាភិបាលសៀមនឹងទ្រង់សាកសួរមន្ត្រីកម្ពុជាដែលទទួលបន្ទុកនាំសួយសារអាករមកនោះនៅការងារផ្សេងតាក់ទងទៅនឹងកម្ពុជាហើយនឹងផ្ដល់ប្រាក់កាសនិងសម្លៀកបំពាក់ឲ្យសមស្របទៅតាមយុទ្ធសាស្ត្ររបស់មន្ត្រីនោះព្រះចៅសៀមក៏នឹងទ្រង់ប្រទានអំណោយដល់អាជ្ញាធរកម្ពុជាវិញតាមទម្លាប់ដែលបានធ្វើពីមុនមកមាត្រា11ខេត្តពោធិ៍សាត់និងខេត្តកំពង់ស្វាយរួមជាមួយនឹងខេត្តបាត់ដំបងនិងសៀមរាបព្រមទាំងប្រជានុរាស្ត្រដែលរស់នៅក្នុងខេត្តពោធិ៍សាត់និងកំពង់ស្វាយធ្លាប់មានទំនាក់ទំនងនិងធ្លាប់បានផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកជាមួយនឹងខេត្តបាត់ដំបងនិងខេត្តសៀមរាបអង្គព្រះនរោត្តមនិងព្រះហរិរាជជដាណៃទ្រង់បានផ្ញើសារលិខិតទូលព្រះករុណាព្រះចៅសៀមរួចបានថ្វាយខេត្តពោធិ៍សាត់និងកំពង់ស្វាយដល់ព្រះករុណាព្រះចៅសៀមរួចហើយលិខិតឆ្លងឆ្លើយនោះចុះថ្ងៃ13រោចខែផល្គុនឆ្នាំចជលស័ក1224ត្រូវនឹងថ្ងៃទី2ខែមិនិនាគ្រិស្តសករាជឆ្នាំ1863ហើយសារលិខិតនេះត្រូវបានតម្កល់ទុកនៅទីក្រុងបាងកកនៅគ្រានោះព្រះករុណាព្រះចៅសៀមទ្រង់មានព្រះបន្ទូលថាខេត្តពោធិ៍សាត់និងខេត្តកំពង់ស្វាយផ្ដល់ផលប្រយោជន៍ធំធេងណាស់ដល់កម្ពុជាព្រះចៅសៀមនឹងមិនទទួលយកខេត្តទាំងពីរនោះផ្ដាច់ទេព្រះអង្គទ្រង់ប្រគល់ឲ្យកម្ពុជាវិញព្រះរាជសាររបស់ព្រះចៅសៀមឆ្លើយតបទៅវិញនេះ
ចុះថ្ងៃទី200ខែពិសាខឆ្នាំកុលត្រូវនឹងថ្ងៃទី5ខែមេសា គ្រិស្តសករាជឆ្នាំ1863ព្រះចៅសៀមទ្រង់មានប្រតិយមេត្តាករុណាដល់អង្គព្រះនរោត្តមនិងព្រះហរិរាជដាន័យដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងព្រះចៅសៀមជាយូរមកហើយដូច្នេះព្រះអង្គប្រគល់ខេត្តទាំងនោះឲ្យកម្ពុជាវិញដើម្បីឲ្យកម្ពុជាអាចទាញយកផលប្រយោជន៍ពីខេត្តទាំងនោះជាជាងទុកឲ្យប្រទេសសៀមទទួលយកខេត្តទាំងពីរនោះកាន់កាប់ខ្លួនឯង